ដូចជាទេជុំគាត់ថាໄວដៃប៉ុណ្ណឹងទៅកន្លែងណាក៏បានព្រោះខ្ញុំធ្លាប់តែថ្លឹងគីឡូខ្ញុំមិនรู้តែសាច់គោជាង10គីឡូ100អញ្ចឹងមកអត់ខ្ញុំចាស់ផ្លាស់ទៅឆ្ងាយនៅតែគាត់កាត់មករហូតគុំណាផ្លូវស្ទះគាត់ថាបើផ្លូវអត់ទៅស្ទះគាត់តែមកញឹកថាណាគាត់ឡើងមកវិញគាត់មកចូលហូបខ្ញុំឈ្មោះសានបើខ្ញុំកាលពីមុនខ្ញុំលក់នៅនឹងចើមខាងនោះ3 4ឆ្នាំបានមកនេះបាន3ឆ្នាំទៀតកាលពីមុនខ្ញុំសេដាក់អាផ្លាកនេះដាក់ចម្រើនផលលេទៅយូរទៅលេដាក់អាផ្លាកហ្នឹងទៅស្លក់សាច់គោនំប៉័ងជាជ្រូកស្លាបមាន់ជើងមាន់កោះមាន់ចូលមាន់ហ្នឹងពិសេសអាហ្នឹងព្រឹងតែពិសេសតែទាំងអស់ហ្នឹងបងទាបងអីហ្នឹងតែប៉ុណ្ណឹងតែជឿពីគេសាច់គោចំណុចពិសេសហ្នឹងគឺខាងស្រីគេគាត់រៀបចំព្រោះខ្ញុំបានមកជួយលក់ជួយអីចឹងឯងដូចជាទេជុំគាត់ថាໄວដៃប៉ុណ្ណឹងទៅកន្លែងណាក៏បានអត់តែរាប់ហ្នឹងព្រោះខ្ញុំធ្លាប់តែថ្លឹងគីឡូខ្ញុំមិនรู้តែសាច់គោជាង10គីឡូណាចូលមាន់ស្លាបមាន់ដាក់ទៅគាត់ទុកពណ៌ឲ្យសម្រាប់100អញ្ចឹងមកអត់ខ្ញុំចាស់ផ្លាស់ទៅឆ្ងាយនៅតែគាត់កាត់មករហូតគុំណាផ្លូវស្ទះគាត់ថាបើផ្លូវអត់ទៅស្ទះគាត់តែមកញឹកថាណាគាត់ឡើងមកវិញគាត់មកចូលហូបភូមិចម្រើនផលសកាត់បឹងពុនផ្លូវនេះអត់ទាន់បងលេខទេចុះពីមុខវេរុស៊ីមកម្ដងក្រាស់សាំងទេឡាយើងណាកាយផ្លូវបាយទៀត3កាលខ្ញុំទៅធ្វើការអញ្ចឹងស្គាល់មក1ជាងអញ្ចឹងទៅពីណាខ្ញុំអត់រវល់លើកន្លែងធ្វើការខ្ញុំមកដល់បានទៅម៉ោង1ខ្ញុំចាប់រៀបចំលក់ដល់ម៉ោង9យប់មានតែពាក្យ5ផ្ញើអរគុណបងប្អូនទាំងអស់ដែលបានអញ្ជើញមកផ្សារហ្នឹងអរគុណច្រើនដែរដែលគ្រប់គ្រងបាទមហូបអាហារកន្លែងខ្ញុំលក់ជាប្រចាំហ្នឹងបាទមានពីប៉ុណ្ណឹងគឺបងប្អូនសុខសប្បាយ